ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំចំពោះព្រះចង្កូមកែវរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ពេលព្រះសម្មាសម្ពុទ្ធស្ដេចញញឹមចង្កូមកែវទាំង4ក៏បញ្ចេញពន្លឺដូចជាផ្កាយព្រឹកឆ្វៀលឆ្វាត់ដោយពន្លឺបើទ្រង់ពុតដំណើរទៅទីណាព្រះយុះរបស់ព្រះអង្គខ្ពង់ខ្ពស់ក្រៃលែងដោយមានឆោពណ៌រាំងសី6ពណ៌ប៉ិនកង់រទេះចេញពីព្រះកាយព្រះអង្គមហាបរិស័កលក្ខណៈទាំង32អនុភ្ជញ្ជនៈ80លំអព្រះកាយរបស់ព្រះតថាគតនោះដូចព្រះមហាព្រហ្មបើព្រះដ៏មានព្រះភិក្ខទ្រង់ស្ដេចចេញបិណ្ឌបាតចន្លោះផ្លូវនៃផ្ទះណាគ្រឿងសង្ហារិមគ្រឿងប្រើប្រាស់ផ្ទះនោះមានពន្លឺឱកាសសំបីឆ្នាំងបាយឯគ្រឿងអលង្ការរបស់មនុស្សវិញនោះទង្គិចគ្នាបានជាភ្លេងយ៉ាងពីរោះបើផ្លូវនោះមានសម្រាមខ្យល់នឹងបក់ចេញបើដីទួលឬក្រឡុកក៏នឹងស្មើល្អនេះជាពុទ្ធានុភាពរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ខ្ញុំព្រះករុណាទាំងឡាយសូមក្រាបថ្វាយបង្គំចំពោះព្រះចង្កូមកែវរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ដោយសិរសាគឺត្បូងសពកាល